Toàn của Dương, lợn tư. Piu. Ý. ស្រមៃធ្វើឲ្យអ្នកមានក្តីសុខ ខ្ញុំនឹងទៅឆៃមើលវាប្រហែលជាសោឃ្លាំងអាវុធហើយឃ្លាំងអាវុធវ៉ាវវ៉ាវវ៉ាវហ៎មានទាំងគ្រាប់កំភ្លើងខ្លី rifle ទោះជាកំភ្លើង FNAF ក៏មានដែរបន្ទាប់ពីការកាត់ឡើងរបស់ខ្ញុំសាជាថ្មីជីវិតរបស់ខ្ញុំឥឡូវនេះចាប់ផ្ដើមមានស្ថិរភាពហើយសូម្បីតែសមត្ថភាពរបស់ខ្ញុំក៏មានការកើនឡើងជាច្រើនដែរឥឡូវនេះខ្ញុំអាចប្រយុទ្ធជាមួយនឹងហួងធានបានហើយគ្រប់គ្រាប់របស់ខ្ញុំអ្នកបាញ់ទាំងអស់គឺមិនឲ្យខុសទេខ្ញុំនឹងក្លាយជាអ្នកបាញ់កំភ្លើងដែលមានទេពកោសល្យម្នាក់ជាមួយនឹងកំភ្លើងទាំងអស់នេះខ្ញុំអាចប្រមូលផ្ដុំក្រុមដ៏ខ្លាំងក្លាមួយបានហើយឥឡូវនេះដល់ពេលដែលត្រូវរកអាហារខ្លះសម្រាប់ឲ្យអ្នកនៅក្នុងអគាររបស់ខ្ញុំហើយផ្សារទំនើបដែលនៅចំកណ្ដាលក្រុងឬក៏នៅជាប់នឹងលំនៅឋានប្រហែលជាយើងមិនអាចទៅរកបានទេដោយសារតែនៅទីនោះប្រកាសជាគ្មានរបស់របរអីឡើយខ្ញុំនឹងទៅរកផ្សារទំនើបដែលនៅជានឹងឆ្ងាយពីកណ្ដាលក្រុងមកដល់ហើយតានេះរកឃើញហើយគ្រឿងសង្ហារិមសម្ភារៈផលិតទាំងអស់នេះកាលពីមុនទោះជាខ្ញុំចង់ទិញក៏មិនអាចទិញបានដែរលុះតាតែខ្ញុំត្រូវសន្សំប្រហែលជាកន្លះឆ្នាំឥឡូវនេះខ្លាចជារបស់អត់បានការទៅហើយមហូបគួរតែនៅជាន់ទី1ហើយចឹងអំឡុងពេលដែលយើងដើរទៅជាន់ទី1នេះយើងគួរយករបស់ដែលអាចប្រើការបានមានប្រយោជន៍ទៅជាមួយផងដែរច្រកចូលផ្សារទំនើបមកដល់ហើយតានេះចាប់ពីពេលមានព្យុះព្រិលនេះមកអាហារមួយចំនួនត្រូវបានខូចអស់ហើយសូម្បីអាការបរិច្ឆេទក៏ហួសដែរខ្ញុំមិនគួរញ៉ាំអាហារទាំងអស់នេះទេទោះជាខ្ញុំរកវាបានដោយតេក៏ដោយប៉ុន្តែម្ហូបទាំងអស់នេះខ្ញុំអាចយកទៅឲ្យមនុស្សនៅក្នុងអគារជាមួយនឹងខ្ញុំបានតែប៉ុណ្ណេះគឺវាលើសពីការគ្រប់គ្រាន់ទៅហើយមែនគេមានរបស់ដែលអាចជិះនៅលើព្រិលបានបើសិនជាយើងអាចយកវាមកក្នុងដៃយើងបានណាយើងមិនចាំបាច់រើសម្ហូបអាហារក៏ឃើញយកមកស៊ីទៀតទេហើយពួកយើងក៏មិនចាំបាច់រងទុក្ខលំបាកអីតទៅទៀតដែរប្រពូទី2ខ្ញុំស្គាល់វានៅក្នុងតំបន់របស់ពួកយើងគេហៅវាថាជាអតេរុញតែវាជាអតេរុញដោយប្រើអគ្គិសនីមិនបាច់ទៅខ្វល់ថាវត្ថុនេះគឺជាស្អីទេគ្រាន់តែរកវិធីទៅដើមវាចេញពីគេឲ្យបានមកឧបករណ៍សម្រាប់ឆ្លងកាត់ព្រិលវាគឺជាក្តីសង្ឃឹមតែមួយគត់នៅក្នុងពេលនេះបន្ទាប់ពីបានត្រូវលាតត្រដាងមនុស្សគ្រប់គ្នាគាត់ជាផ្ដោតមកលើខ្ញុំហើយសំណាងល្អដែរខ្ញុំបានទទួលសម្ភារៈផ្គត់ផ្គង់ជាច្រើនក៏ដូចជាឧបករណ៍ថ្មីហើយនឹងកំភ្លើងផងដែរហ្វៀងយីទីបំផុតណាលោកបានស្វែងរករបស់របរបានច្រើនណាវាពិតជាពិបាកខ្លាំងណាស់ក្នុងការស្វែងរកអាហារនៅខាងក្រៅខ្ញុំបានស្វែងរកផ្សារទំនើបនៅក្បែរនេះដែលខ្ញុំបានស្គាល់អស់ហើយគឺបានតែប៉ុណ្្នឹងទេខ្ញុំបានខិតខំប្រឹងប្រែងខ្លាំងណាស់ដើម្បីស្វែងរកម្ហូបអាហារទាំងអស់នេះឲ្យអ្នកទាំងអស់គ្នាមើលតិចមើលវាគឺជាអាហារមានទាំងសាច់ហើយនិងបន្លែទៀតផងហ្វៀងយីចូលចម្រើនហ្វៀងយីគឺជាវីរៈបុរសរបស់ពួកយើងបងធំចាប់ពីពេលនេះទៅបងគឺខ្លាចជាបងប្រុសបង្កើតរបស់ខ្ញុំហើយសូមទទួលការគោរពពីខ្ញុំតែបន្ទួចនេះផងម្ហូបអាហារទាំងអស់នេះខ្ញុំនឹងចែកវាឲ្យមានតម្លាភាពហើយនឹងភាពស្មើគ្នាទាំងអស់ខ្ញុំហ្វៀងយីខ្ញុំនឹងមិនអន់អោនឲ្យអ្នកណាដែលបានព្យាយាមគេចវេះឬក៏ខ្ជិលច្រអូសឡើយអ្នកដែលញ៉ាំអាហារទាំងអស់នេះគឺមានន័យថានឹងត្រូវរួមដៃគ្នាប្រឆាំងជាមួយនឹងសត្រូវជាមួយនឹងខ្ញុំបកគលអាហារទាំងអស់នោះយកមកឲ្យយើងទាំងអស់គ្នាមើលទៅតែណាអាចស្លាប់ម្នាក់ក្នុងចំណោមពួកគេបាននឹងបានម្ហូបចំនួនមនុស្ស5នាក់មនុស្សម្នាក់បានម្ហូបសម្រាប់មនុស្ស5នាក់តោះយើងសម្រាប់ពួកគេម្ហូបទាំងអស់នេះនឹងខ្លាចជារបស់ពួកយើងហាចុំអាពួកនេះអត់មានខ្លាចអញទេអើយជីងចាក់វ៉ាវីអូសម្រាប់ពួកគេបានច្រើនវាគឺជាម្ហូបទាំងអស់ហ្នឹងសម្រាប់បានច្រើនពួកយើងនឹងទទួលបានម្ហូបកាន់តែច្រើនហាអាក្រុមទុនខ្សោយអត់បានការឯនេះ
ngày ní anh sầm lạp phải nhây chặt áo ba mà anh sầm lạp phải tam sầm rớm máu ngày ní dưỡng được một hai ngày khơi vì có phạt vào ai ấy តោះយើងចូលទាំងអស់គ្នាពួកគេតែជាងគ្នាយើងទេពួកយើងប្រកាសជាឈ្នះ của dương rút lưng lăng ông đi rút lưng lăng ពួកយើងឈ្នះហើយយើងបានដេញពួកគេឲ្យទៅឆ្ងាយហើយឥឡូវនេះមហូបទាំងអស់នោះគឺជារបស់យើង ប្រសិនមកខ្ញុំជួយពួកគេតាន់ពេលប្រហែលជានៅមានឱកាសប៉ុន្តែប្រសិនបើជាចង់ជួយពួកគេមែនគឺត្រូវការឧបករណ៍ពិសេសក៏ដូចជាថ្នាំពេទ្យមួយចំនួនផងដែរទាំងនេះខ្ញុំមិនចង់បំផ្លាញរបស់របរដែរយើងខំប្រឹងរកបានទេ អ្នកទាំងអស់គ្នាពិតជាធ្វើការបានល្អមែនតើអ្នកទាំងអស់គ្នាឃើញទេនៅពេលដែលយើងទាំងអស់គ្នារួបរวมដៃគ្នាមនុស្សទាំងអស់នោះគឺយើងមិនចាំបាច់ខ្លាចទៀតទេពីរអ្នកនោះមកណែមកណែយកទៅវាជារបស់ពួកអ្នកទាំងពីរហើយអ្នកទាំងពីរធ្វើបានល្អណាស់ដរាបណាអ្នកទាំងពីរនៅតែធ្វើបានល្អដូច្នេះខ្ញុំនឹងមិនអាចធ្វើបានអ្នកទាំងពីរទេ បងធំទាំងយីចាប់ពីពេលនេះទៅខ្ញុំប្រកាសជាដើរតាមលោកហើយនឹងខិតខំប្រឹងធ្វើការ ពួកយើងនឹងធ្វើតាមលោកគឺជាមេដឹកនាំរបស់យើងលោកក៏ដូចជាបងប្រុសរបស់ខ្ញុំដែរ ពួកយើងនឹងឈប់ធ្វើជាមនុស្សទុនជ្រាយទៀតហើយពួកយើងនឹងខិតខំប្រឹងប្រែងឲ្យខ្លាំងជាងមុនប្រសិនបើពួកយើងខិតខំប្រឹងប្រែងខ្លាំងជាងមុនម្ហូបទាំងអស់នេះគឺជារបស់ពួកយើង អស្ចារ្យណាស់វាគឺជាអ្វីដែលខ្ញុំចង់បានតោះឥឡូវយើងចាប់ផ្ដើមចែកម្ហូបមកម្ដងម្នាក់មកណែយកទៅអ្នកធ្វើកាន់តែច្រើនអ្នកទទួលបានម្ហូបសម្រាប់ញ៉ាំកាន់តែច្រើនពេលក្រោយអ្នកត្រូវតែខំប្រឹងធ្វើបន្តទៀតអ្នកបន្តទៀតណាស៊ូវ៉ៅ ឯណាម្ហូបរបស់ខ្ញុំមក នេះគឺជារបស់ឯង តើអ្នកឯងកំពុងតែលេងសើចមួយខ្ញុំទេអីហេតុអីក៏ខ្ញុំបានស្គាល់គ្រាប់តែមកគ្រាប់ចឹង តើឯងនៅតែហ៊ាននិយាយចឹងទៀតអីអ្នកទាំងអស់គ្នាគេខំប្រឹងចូលវាយគ្នានៅខាងក្នុងចំណែកឯងដើរទៅដើរមកនៅខាងក្រោយខ្នងគេហ្នឹងឯងគិតថាខ្ញុំមើលមិនឃើញមែនឯងកាពិតមិនសមនឹងទទួលវាបានផងតែយើងឲ្យស្គាល់គ្រាប់តែឯងមកគ្រាប់កាពិតវាគឺជាសេចក្តីល្អដែលចេញពីចិត្តរបស់យើងហើយ តើអ្នកបន្ទោសខ្ញុំមិនទៅនៅទីនោះគឺមានមនុស្ស 4-5 នាក់ទៅហើយពួកគេគឺឈរជុំចិត្តអស់ហើយខ្ញុំមិនអាចហ្វុំបីតែមានឱកាសចូលទៅខាងក្នុងផង អ្វីដែលអ្នកនិយាយវាមិនមែនជាបញ្ហារបស់ខ្ញុំទេអ្វីដែលខ្ញុំត្រូវធ្វើគឺមើលទៅលើលទ្ធផល នេះគឺវាមិនយុត្តិធម៌ទេអ្នកឯងចាប់ផ្ដើមធ្វើរឿងដែលមិនយុត្តិធម៌ហើយឯងកំពុងតែចង់សងសឹកមកលើខ្ញុំមែនទេ យុត្តិធម៌តើឯងជាអ្នកណាដែលកំពុងតែបង្រៀនយើងអំពីយុត្តិធម៌ហ្នឹងតើឯងគិតថាខ្ញុំកំពុងតែព្យាយាមរកហេតុផលជាមួយឯងមែនអ្នកដែលមិនស្ដាប់បង្គាប់នឹងធ្វើតាមបញ្ជារបស់ខ្ញុំនឹងទទួលបានផលបែបនេះតើឯងយល់ហើយនៅអាសម្រាមនេះគឺជាអ្វីនឹងកើតឡើងនៅពេលដែលអ្នកមិនព្រមស្ដាប់បង្គាប់មេដឹកនាំរបស់អ្នកប្រសិនបើអ្នកទាំងអស់គ្នាជឿលើការដឹកនាំរបស់ខ្ញុំអ្នកទាំងអស់គ្នានឹងទទួលបានម្ហូបអាហាររបស់អ្នកទាំងអស់គ្នាដោយចេញពីភាពស្មោះត្រង់ហើយខ្ញុំមិនធ្វើឲ្យពួកគេមានបញ្ហាអ្វីឡើយ quay biết tuốt chọn mà chọn của bạn này ល្អណាស់ឥឡូវនេះយើងចាប់ផ្ដើមធ្វើកិច្ចព្រមព្រៀងមួយ សៀងយីឯងប្រមាថគេខ្លាំងពេកអើយអា ពេលក្រោយខ្ញុំសង្ឃឹមថាឯងនឹងធ្វើខ្លួនឲ្យល្អជាងនេះនៅក្នុងអាគារនេះគឺមិនត្រូវការមនុស្សដែលអត់បានការទេអូខេតោះម្ហូបអាហារទាំងអស់គឺបានចែករួចរាល់អស់ហើយអ្នកទាំងអស់គ្នាអាចទៅសម្រាកបាន ra đơ phèn gì nhóm toàn mà cho tôi là bạc nhóm ấy phèn gì lâu á tôi chỉ mà lâu mà nè lại thưa ông tôi là hai nơi chân là mỏng phật lại ban thưa mà lời nhóm chưa tha lúc tôi chỉ mình chào nhóm pha tê men tê mẹ này hỏi cậu mình play nhóm này men tê ខ្ញុំមិនអាចទុកឲ្យអ្នកណាម្នាក់គេស្លាប់បានទេ
Đàm nói à há cứ miên cần lại phòng đạp nè tầm phi tăng bị đá mong ấy ហេតុអីក៏អ្នកផ្សេងគេមានហើយហេតុអីបានជាខ្ញុំអត់មានមិនមែនជាការពិតទេលោកមិនអាចធ្វើអញ្ចឹងដាក់ខ្ញុំទេតើលោកមានបានធ្លាប់និយាយថាលោកចូលចិត្តឈិញអើទេ ខ្ញុំធ្លាប់បានចូលចិត្តនាងពីមុនមកមែនក៏មិនតែតើនាងមានបានខ្វល់ទេតើនាងបានធ្វើអីមិនដាក់ខ្ញុំវិញយើងពីមុនមកវាគ្រាន់តែជាការយល់ច្រឡំនឹងគ្នាតែប៉ុណ្ណោះឥឡូវនេះគឺខ្ញុំមានមនុស្សដែលខ្ញុំស្រឡាញ់ហើយហើយអ្នកគ្រូពេទ្យចៅគឺល្អជាងនាងរាប់រយរាប់ពាន់ដងទៅទៀតអញ្ចឹងថ្ងៃក្រោយឈប់រំខានខ្ញុំទៀតទៅ ទេវាមិនអាចទៅរួចទេប្រហែលថ្ងៃមុនលោកទៅតែអញ្ជើញឲ្យខ្ញុំទៅនៅផ្ទះរបស់លោកទេហេតុអីក៏ឥឡូវលោកបានបដូរចិត្តទៅហើយនេះស្រីម្នាក់នេះមិនចេះខ្មាស់ទេមិនក៏ខំប្រឹងយកសពទាំងថ្ងៃអញ្ចឹង នាងគិតថានាងគឺជាទេពអក្សរនៅពេលដែលនាងគ្រាន់តែជាសម្រាមប៉ុណ្ណោះនាងសុបិនថាចង់ចាប់ប្រុសអ្នកមានធ្វើជាប្តីរបស់នាងហ្វូហៅប្រាប់ខ្ញុំមើលថាតើ nickname របស់នាងគួរតែដាក់ឈ្មោះអី គួរតែដាក់ថាស្រីចង្រៃតែហ្មង ខ្ញុំមិនដែលគិតថាយើងមានមនុស្សប្រភេទហ្នឹងនៅក្នុងអាគាររបស់ពួកយើងទេ អើយពីមុនមកខ្ញុំក៏ធ្លាប់លួចស្រឡាញ់នាងដែរមិនសមចំណាយពេលអត់ប្រយោជន៍មែន គ្រប់គ្រាន់ហើយអ្នកទាំងពីរបិទមាត់ទៅហា ណែឯងកំពុងតែចាប់ផ្ដើមធ្វើបានល្អហើយនេះគឺជារង្វាន់របស់ឯង អរគុណ Brother Fiangyi ខ្ញុំនឹងខិតខំប្រឹងប្រែងធ្វើឲ្យបានល្អជាងនេះទៅទៀតនៅថ្ងៃអនាគត នាំនាងចេញទៅវិញទៅពិតជារំខានមែនមនុស្សសម្រាមទាំងអស់នេះឥឡូវគឺបានទៅអស់ហើយនៅពេលក្រោយយើងនឹងត្រូវពិភាក្សាគ្នាតើត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យអាគាររបស់យើងមានការការពារកាន់តែរឹងមាំតទៅទៀតនៅក្នុងអាគាររបស់ពួកយើងមិនរាប់បញ្ចូលអ្នកដែលមិនបានចូលរួមជាមួយពួកយើងគឺមានគ្នាប្រហែលជា47អ្នកទៀតរាប់ទាំងខ្លួនរបស់ខ្ញុំអ្នកគ្រូពេទ្យចៅអង្គរយូហ្វៀងលីម៉ៃពួកយើងរៀបចំជាក្រុមមួយដែលមានគ្នាចាប់ពី7ទៅ8នាក់ពួកយើងត្រូវតែប្រុងប្រយ័ត្នគ្រប់ពេលវេលាដើម្បីទប់ទល់ជាមួយនឹងមនុស្សដែលនៅក្រៅអាគារអញ្ចឹងនៅក្នុងករណីបើសិនជាមានជនឈ្លានពានមកគឺយើងអាចផ្ដល់ដំណឹងឲ្យគ្នាដោយយកអ្វីវាយទៅលើចតាដែកឬក៏យកដៃគោះឲ្យទៅលើសំឡេងដែកទៅគឺយើងនឹងដឹងថាអ្នកណានឹងមកហើយរង្វាន់ដែលអ្នកទទួលបានក្នុងការសម្លាប់សត្រូវគឺអ្នកម្នាក់ឯងអាចសម្លាប់មនុស្សម្នាក់គឺអ្នកនឹងទទួលបានម្ហូបអាហារសម្រាប់មនុស្ស5នាក់ហើយយើងក៏ចែកម្លែកម្ហូបអាហារទាំងអស់នោះទៅតាមអ្វីដែលអ្នកបានធ្វើដែរអង្គរយូរឿងទាំងអស់នេះខ្ញុំនឹងទុកឲ្យលោកជាអ្នកដោះស្រាយ មិនអីទេទុកឲ្យខ្ញុំជាអ្នកដោះស្រាយវាចុះ តើនៅខាងក្រៅឥឡូវនេះមានរឿងអីកើតឡើងទេ ស្ថានភាពគឺវាដូចគ្នាអញ្ចឹងនៅក្នុងទីក្រុងឥឡូវគឺពោពេញទៅដោយតកកក្រាស់ទៅហើយអាគារដែលនៅកម្រិតទាបគឺត្រូវបានកប់ទៅដោយតកកអស់ហើយព្រើលទាំងអស់ពិតជាក្រាស់ខ្លាំងណាស់ទោះបីប្រសិនបើជាព្យុះលែងមានបេតនហភាពបានចុះមកធម្មតាវិញក៏ចំណាយពេលយ៉ាងហោចណាស់ក៏2អាទិត្យដែរទើបអាចរលីតកកអស់បាន ប៉ុន្តែឥឡូវនេះវាគឺជាខែធ្លាក់ព្រើអញ្ចឹងបេតនហភាពគឺមានតែត្រជាក់ទៅជាមិនខានទេ វាមិនមែនជាបញ្ហារបស់ពួកយើងទេជីវិតនៅក្នុងរយៈពេលប្រហែលថ្ងៃនេះអ្វីដែលយើងត្រូវប្រយុទ្ធជាមួយវាមិនមែនជាបេតនហភាពត្រជាក់នោះទេវាពិតជាគួរឲ្យភ័យខ្លាចជាងបីហ្វាយទៅទៀតមិនថានៅក្នុងស្ថានភាពណាទេរឿងដែលគំរាមកំហែងបំផុតគឺមានតែមនុស្សយើងខ្លួនឯងទេនេះគឺជាអាវុធដែលល្អបំផុតសម្រាប់ជួយខ្ញុំពិតជាត្រូវការឱកាសមួយសម្រាប់ប្រើវាម្ដងណាតើណាគេកំពុងតែដើរនៅក្បែរការ៉ាស់ហ្នឹងមើលទៅពួកគេកំពុងតែដើរទៅរកម៉ូតូតកកខ្ញុំហើយណានៅក្នុងថ្ងៃនេះខ្ញុំបានយកម៉ូតូតកករបស់ខ្ញុំដាក់នៅក្នុងការ៉ាស់ឥឡូវមើលទៅមានអ្នកណាម្នាក់គេកំពុងតែព្យាយាមចូលទៅយកវាហើយណាអង្គរយូ ទាំងយីខ្ញុំទទួលបានមីហើយអរគុណផង
ពីមុនមកទាំងលីមីគេបាននិយាយពីមិនល្អទៅអ្នកអញ្ចឹងកុំយកចិត្តទុកដាក់លើវាអីនាងគ្រាន់តែផ្្លាត់មាត់ទេ Uncle You ហេតុអីក៏គួរហ្វមកខ្ញុំហ៎ខ្ញុំមិនមែនជាប្រភេទមនុស្សដែលគុំគួនអីទេប៉ុន្តែ Uncle You ខ្ញុំពិតជាសរសើរទៅកាន់លោកមែនតែលោកព្រមចិញ្ចឹមកូនរបស់អ្នកដទៃ សម្រាប់ថ្ងៃនេះអាយុខ្ញុំនៅពេលនេះតើខ្ញុំអាចនិយាយអីបានទៀតទៅអាចរកមនុស្សស្រីដែលស្អាតដូចជានាងបានគឺល្អណាស់ទៅហើយ Uncle You កុំមើលងាយខ្លួនឯងអីនៅក្នុងពិភពលោកនៅពេលនេះមនុស្សដែលខ្លាំងហើយនឹងមានជំនាញប្រយុទ្ធដូចជាលោកគឺពិតជាមានតម្លៃខ្លាំងណាស់ប៉ុន្តែលីមីនាងក៏ជាមនុស្សស្រីអស្ចារ្យម្នាក់ដែរអញ្ចឹងប្រសិនបើលោកខិតខំប្រឹងប្រែងនៅថ្ងៃអនាគតលោកប្រកាសជាអាចមានកូនម្នាក់ទៀតហើយលោកមិនត្រូវខំប្រឹងប្រែងដល់អត់ប្រយោជន៍ទេកុំឲ្យអ្នកដទៃគេរៀបការជំនួសលោក ចំពោះរឿងមានកូនណាខ្ញុំមិនអាចនិយាយបាននៅពេលនេះទេហើយខ្ញុំក៏មិនអាចសម្រេចវាបានឥឡូវដែរយើងនិយាយវានៅថ្ងៃក្រោយទៀតទៅ ខ្ញុំខំនិយាយលេងតើមិនបាច់ទៅយកចិត្តទុកដាក់ឲ្យវាពេកទេ Uncle You ខ្ញុំពិតជាស្ញប់ស្ញែងជាមួយនឹងលោកហើយនឹង Sister លីមីណាខ្ញុំសង្ឃឹមថាអ្នកទាំងពីរនឹងអាចស្រឡាញ់គ្នាដោយមានក្តីសុខ ខ្ញុំនឹងបិទឥឡូវនេះហើយបើសិនជាមានរឿងអីចង់សួរមកខ្ញុំអាចសួរមកខ្ញុំបានយើងនឹងអាចតាក់ទងគ្នានៅពេលក្រោយទៀតណា មានរឿងដែលត្រូវធ្វើបន្ទាប់ទៀតក៏ប៉ុន្តែគឺយើងត្រូវធ្វើវាដោយយឺតក៏មិនមែនចាប់ផ្ដើមដល់ឥឡូវដែរ មែនហើយ ជាន់ទី1 តោះពួកយើងឡើងទៅ ហី គឺឡើងពួកយើងចេញមកខាងក្រៅក្រុមរបស់ពួករួងធានវាមកទៀតអើយ ពួកយើងចេញមកខាងក្រៅសម្រាប់ពួកវាទៅមហូបទាំងអស់គឺជារបស់ពួកយើង ចុំយើងកំពុងតែមកវាយពួកគេតែពួកគេហ៊ានប្រឆាំងមួយយើងផងវាហ៊ានគប់ឥតមកយើងផងឥឡូវពួកយើងត្រូវធ្វើយ៉ាងម៉េចទៀតទៅ កុំចាប់ពួកវាចោលទេខ្ញុំមិនជឿថាពួកអាទាំងអស់នេះហ៊ានប្រឆាំងមួយពួកយើងទេយើងចូលទៅសម្លាប់ពួកវា ចូលពួកយើងចូល ជីងចាំងអឺអើយធ្លាក់លើកាន់យ៉ាងណាហើយអើយ ពួកយើងដកថយទៅវិញពួកយើងទៅវិញ តើឥឡូវយើងគួរធ្វើអីទៀតទៅតើយើងគួរដេញតាមពួកគេទៅខាងក្រៅអត់ បំភ្លេចវាចោលទៅវាគ្រោះថ្នាក់ពេកហើយដែលតាមពួកគេទៅខាងក្រៅដល់ពួកយើងអត់បានស្គាល់ស្ថានភាពនៅខាងក្រៅច្បាស់លាស់ ពួកអាវងឆ្កែដែលស្រែកឃ្លានទាំងអស់នេះវាពិតជាជ្រើសរើសពេលវេលាដ៏ល្អសម្រាប់ការវាយឆ្មក់ពួកយើងមែនអើយនៅត្រឹមចម្ងាយនេះពួកគេប្រកាសជាងាប់ដោយសារតែកំភ្លើង snap របស់ខ្ញុំមិនខានទេប៉ាំង